លោកឧត្តមសេនីយ៍តូហេងសុផលបានដាក់ចេញនូវវិធានការជំនាញដល់មន្ត្រីការិយាល័យពាក់ព័ន្ធនិងកម្លាំងអធិការដ្ឋាននគរបាលទាំង9ក្រុងស្រុកយកទៅអនុវត្តបន្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅថ្ងៃទី5ខែធ្នូឆ្នាំ2025លោកវរៈស្នេហ៍ឯកព្រំចន្ទថុលនាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបន្តដឹកនាំកងកម្លាំងចុះផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកស្លាកសញ្ញាចរាចរណ៍ដល់ប្រជាពលរដ្ឋតាមគោលដៅងាយរងគ្រោះសម្ដៅលើកកម្ពស់ការយល់ដឹងនិងចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាបសូមបញ្ជាក់ថារយៈពេលថ្មីៗកន្លងមកនេះបន្ទាប់ពីទទួលបានសេចក្តីណែនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនាយឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារជំនាញដល់មន្ត្រីពាក់ព័ន្ធដោយសង្កត់លើការងារចរាចរណ៍ផ្លូវគោក1សូមធ្វើគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពអនុវត្តច្បាប់ប្រកាន់ខ្ជាប់វិន័យសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិ2បង្កើនការងារផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកនិងស្លាកសញ្ញាចរាចរណ៍ដល់ប្រជាពលរដ្ឋគ្រប់គោលដៅងាយរងគ្រោះក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងនិងចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា3ពង្រាយកងកម្លាំងតាមទីប្រជុំជនជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សឬអ្នកធ្វើដំណើរដើម្បីបញ្ជៀសការកកស្ទះនិងជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានជាយថាហេតុ4បញ្ចេញកងកម្លាំងចុះល្បាតត្រួតពិនិត្យភូមិសាស្ត្រតាមដំរាយផ្លូវក្នុងការធានានូវសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈសម្រាប់អ្នកធ្វើដំណើរ5មន្ត្រីជំនាញត្រូវចុះត្រួតពិនិត្យដោះស្រាយបញ្ហាប្រឈមរបស់អ្នកធ្វើដំណើរដោយសហការជាមួយអាជ្ញាធរពាក់ព័ន្ធដាក់ផ្លាកសញ្ញាសាជីតាមគោលដៅនីមួយៗដើម្បីពញ្ញក់ស្មារតីបង្កើនចំណាប់អារម្មណ៍របស់អ្នកធ្វើដំណើរឲ្យមានការប្រុងប្រយ័ត្នជៀសផុតពីហានិភ័យដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍6បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍មន្ត្រីជំនាញកសាងនីតិវិធីត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីនគរបាលយុត្តិធម៌ដោយមានតម្លាភាពតុល្យភាពក្នុងកិច្ចប្រជុំនេះដែរលោកឧត្តមសេនីយ៍តូហេងសុផលបានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានគ្រប់គ្នាដើម្បីថែរក្សាបាននូវអាយុជីវិតទ្រព្យសម្បត្តិនិងជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍